បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញពីរបៀបក្នុងការដាក់លេខកូដទៅលើ model Techno Spark 40C បាទអញ្ចឹង model នេះគឺជា model Spark 40C បាទអញ្ចឹងបងប្អូនអ្នកដែលប្រើប្រាស់ model នេះអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញពីរបៀបក្នុងការដាក់លេខកូដឬក៏ការដោះលេខកូដចេញពី model Spark 40C បាទអូខេអញ្ចឹងជាដំបូងដើម្បីយើងធ្វើការទៅដាក់លេខកូដបានអ្នកនរគ្នាត្រូវធ្វើការចូលទៅក្នុងកម្មវិធី setting បាទយើងចូល setting ទាំងអស់គ្នាដើម្បីយើងចូលទៅដាក់លេខកូដបាទអញ្ចឹងជាដំបូងយើងចូលកន្លែង setting នេះបាទបន្តមកទៀតយើងធ្វើការអូសវាឡើងលើសិនបាទអូសឡើងលើហើយយើងជ្រើសរើសពាក្យ password and security បាទយើងចុចចំវាចឹងមកបាទបន្តមកទៀតយើងជ្រើសរើសវាមាន3 option វាមាន lock screen វាមានលេខកូដបូកជាមួយនឹង scan កញ្ចក់ដៃហើយនឹងទី3នេះគឺ scan មុខបូកនឹង PIN មានន័យថាលេខកូដបូកនឹង scan មុខអញ្ចឹងបងប្អូនអាចជ្រើសរើសមួយណាក៏បានបាទវាមាន3ជម្រើសវាដូចតែគ្នាទេការដាក់គឺដូចគ្នាបាទអញ្ចឹងបងប្អូនអាចធ្វើការដាក់មួយណាក៏បានអូខេអញ្ចឹងខ្ញុំសូមជ្រើសរើសទី2ចុះដើម្បីឲ្យយើងដាក់លេខកូដបូកជាមួយនឹង scan កញ្ចក់ដៃយើងយកកណ្ដាលគេនេះបាទបន្តមកទៀតយើងចុចវា set lock នេះមកបាទបន្តមកទៀតកន្លែងនេះក៏មាន3 option ដូចគ្នាអញ្ចឹងបងប្អូនអាចជ្រើសរើស option មួយណាក៏បានប៉ុន្តែខ្ញុំជ្រើសរើសទី2ដូចគ្នាហើយយើងរងចាំវិនាទីនេះវា load ដល់0មកបាទអញ្ចឹងគឺយើងចុចពាក្យនេះមកបាទបន្តមកទៀតយើងកន្លែងនេះគឺយើងធ្វើការដាក់លេខកូដបាទលេខកូដគឺវាមាន2ជម្រើសវាមាន4ខ្ទង់រហូតដល់16ខ្ទង់ជាងបងប្អូនអាចធ្វើការដាក់លេខប៉ុន្មានក៏បានដែរចាប់ពី4ដល់6បាទបងប្អូនអាចដាក់ខ្លួនឯងឥឡូវខ្ញុំសូមធ្វើការឧទាហរណ៍ខ្ញុំដាក់លេខ1 4ដងចុះតទៅទៀតយើងចុចពាក្យ next អូខេចុចពាក្យ next ហើយចុចបញ្ជាក់ម្ដងទៀតយើងចុចលេខ1 4ដងម្ដងទៀតកន្លែងនេះបាទហើយចុចពាក្យ confirm បាទបន្តមកទៀតកន្លែងនេះគឺវាឲ្យយើងធ្វើការ add នៅកញ្ចក់ដៃរបស់យើងជាងបងប្អូនអាចធ្វើការចុចកន្លែងលេខបូកនេះអូខេចុចលេខបូកនេះមកបន្តមកទៀតយើងមើលទូរស័ព្ទដោយសារវាបង្ហាញប្រាប់យើងថាយើងត្រូវ scan នៅកន្លែងណាអញ្ចឹងវាប្រាប់ឲ្យបងប្អូនគឺ scan នៅកន្លែងប៊ូតុង power នេះបាទអញ្ចឹងបងប្អូនអាចធ្វើការ scan ដាក់ដៃយើងចំអញ្ចឹងមកបាទដាក់កញ្ចក់ដៃយើងចំយើងធ្វើការចុចតិចមកបងប្អូនបាទយើងចុចតិចដល់រួចយើងចុចម្ដងទៀតនោះអូខេយើងចុចទើបតែវាដល់ចប់ពេញអូខេវាពេញកញ្ចក់ដៃរបស់យើងទើបវារួចរាល់បាទយើងធ្វើការបញ្ជាក់ម្ដងទៀតបាទហើយចេញពាក្យ finish មកបងប្អូនបាទចុចពាក្យ finish មកបាទអញ្ចឹងការដាក់លេខកូដគឺយើងរួចរាល់ហើយអញ្ចឹងយើងសូមធ្វើការទូរស័ព្ទបង lock screen អូខេ lock screen សិនហើយយើងចុចមកវាជឿអញ្ចឹងលេខកូដយើងគឺលេខកូដ1 4ដងអញ្ចឹងយើងដាក់សាក់មើលបាទអញ្ចឹងយើងដោះបានហើយយើងធ្វើការដោះជាមួយនឹងកញ្ចក់ដៃរបស់យើងអញ្ចឹងយើង lock screen សិនហើយយើងធ្វើការដាក់កញ្ចក់ដៃរបស់យើងមកអញ្ចឹងបងប្អូនឃើញទេការដោះលេខកូដគឺយើង press scan កញ្ចក់ដៃគឺលឿនបាទលឿនជាងយើងធ្វើការវាលេខយើងគ្រាន់តែធ្វើការដាក់ដៃវានឹងដោះអូតូអញ្ចឹងយើងមិនបាច់លេខទេបងប្អូនគឺវាមាន2ជម្រើសយើងអាចធ្វើការដាក់កញ្ចក់ដៃអញ្ចឹងមួយផងគឺងាយស្រួលមែនទេបងប្អូនបាទអញ្ចឹងគឺដោះបានជោគជ័យហើយអូខេអញ្ចឹងវិធីដាក់គឺបងប្អូនបានដឹងហើយអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញតែម្ដងគឺបង្ហាញពីរបៀបក្នុងការដោះវិញបាទការដោះវិញគឺអត់មានអីពិបាកទេបងប្អូនឥឡូវខ្ញុំសូមធ្វើការ clear ចេញអស់ហើយយើងចូលកម្មវិធី setting ដដែលអូខេចូល setting ដដែលបាទបន្តទៀតយើងជ្រើសរើសពាក្យ password and security ដដែលអូខេចុចចឹងមកបាទបន្តទៀតយើងចុចកន្លែងនេះកន្លែងខាងលើគេអស់ហើយបងប្អូនអូខេយើងចុចចឹងមកហើយយើងវាលេខ1 4ដងដែលយើងដាក់មិញអូខេចុចស្នាព្រួយហើយកន្លែងនេះគឺបងប្អូនយកឲ្យលើគេអូខេយកលើគេនេះមកហើយយើងចុចពាក្យ off អញ្ចឹងលេខកូដរបស់យើងគឺធ្វើការដោះចេញរួចរាល់ហើយអញ្ចឹងខ្ញុំសូមធ្វើការបិទ lock screen ហើយខ្ញុំធ្វើការអូសឃើញទេបងប្អូនអញ្ចឹងវាដោះបានរួចរាល់ហើយអូខេអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងគ្នាអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយបាទអរគុណ